គ្នាទៅបណ្ឌិតអេកូម្ដងគ្រូពេទ្យឬវិជ្ជបណ្ឌិតគាត់តែងតែកាត់ព្រិនกระดาษអេកូហ្នឹងមកឲ្យអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាមានសង្កេតលើអត់ថានៅលើกระดาษអេកូហ្នឹងមានអក្សរកាត់ទូចជាច្រើនជាភាសាអង់គ្លេសហើយព័ត៌មានទាំងអស់ហ្នឹងគឺជាព័ត៌មានទាក់ទងនឹងកូនរបស់អ្នកទាំងអស់គ្នាឬទីរក់នៅក្នុងផ្ទៃរបស់យើងថ្ងៃនេះនឹងចែកអំពីអក្សរកាត់នៅលើกระดาษអេកូទាំងអស់នោះតែអក្សរកាត់ទាំងនោះមានអត្ថន័យដូចម្ដេចខ្លះ GA គឺជាអាយុកាលរបស់អ្នកទាំងអស់គ្នាគឺជាសប្តាហ៍ខ្លះដាក់ EDD ខ្លះដាក់ EDC ប៉ុន្តែថ្ងៃទាំងអស់នោះគឺជាថ្ងៃកំណត់កាត់របស់ទីរក់នៅក្នុងផ្ទៃ FHL គឺជាចង្វាក់បេះដូងរបស់ទារកនៅក្នុងផ្ទៃ EFW គឺជាទម្ងន់របស់ទារកគ្រាន់តែជាការស្មានប៉ុណ្ណោះចំណែក ICRL គឺជាប្រវែងខ្លួនរបស់ទារកដែលគិតពីក្បាលដល់ចុងជើង AC គឺជាទំហំពោះរបស់ទារកនិង BOP ឬ BPD ជាទំហំក្បាលរបស់ទារកចំណែក AFI គឺជាការវាស់បរិមាណទឹកភ្លោះនៅក្នុងពោះរបស់អ្នកអ្នកទាំងអស់គ្នាចង់ដឹងពីព័ត៌មានបន្ថែមទាក់ទងនឹងអក្សរកាត់ទាំងអស់នោះគួរតែសួរវិជ្ជបណ្ឌិតដែលអ្នកទាំងអស់គ្នាផ្សាយពោះជាមួយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងអរគុណបាយបាយ